ប្អូនអរគ្នាឥឡូវនេះម៉ោង6ជាងបងប្អូនមើលមេឃអូយស្អាតដល់បងប្អូនអូយនោះស្អាតមែនទែនអានេះរឿងខ្យល់ទេបងប្អូនដោយសារតែយើងអត់មានអីទុកខ្យល់ណាអ្វីដែលចង់បង្ហាញជូនបងប្អូននេះឥឡូវនេះម៉ោង6ជាងបងប្អូនយើងចេញទៅធ្វើការហើយឃើញទេសភាពស្អាតខ្លាំងមែនទែនធ្លាក់មេឃក្រោយពីមេឃភ្លៀងកាន់តែស្អាតចឹងនឹងទៅនោះភ្នំនោះវាស្ថិតនៅក្នុងខេត្តកំពង់ស្ពឺអូស្អាតដល់បងប្អូនអើយស្រស់ស្រាយនេះបានមកហូបសាច់អាំងកណ្ដាលវាលទេហើយក្តីសុខបាទនោះបងប្អូនឥឡូវនេះចូលដល់ផ្លូវអាលែកហើយបងប្អូនចូលដល់ផ្លូវអាលែកគាត់ជូនបងប្អូនបានប៉ុណ្ណេះបាន1នាទី2នាទីដើមឈើនេះដើមត្នោតអីនេះឥឡូវនេះគេកាប់អស់ហើយកាប់កាលពីមួយឆ្នាំមុនដើមឈើម្ដុំនេះច្រើនព្រៃឫស្សីក៏មានឥឡូវនេះលែងមានហើយបងប្អូនឥឡូវនេះគេកាប់អស់ហើយសល់ព្រៃឫស្សីនេះម្ដុំឆ្លងផ្លូវហ្នឹងហើយបងប្អូនបាយហើយចូលដល់ភូមិហើយជួបគ្នាបានប៉ុណ្ណេះហើយបងប្អូនបាយ